បាទនេះគឺជាវីដេអូមុនកើតហេតុអគាររលំបាទបងប្អូនគឺបងប្អូនប្រជាជនថៃគាត់បានមើលឃើញហើយថាខេនវាកំពុងតែយោទៅឆ្វេងយោទៅស្ដាំហើយគាត់ក៏បាននិយាយទៀតដែរថាមើលចុះមើលខេនយោអញ្ចឹងអគារប្រហែលជាបាក់រលំមែនតើហើយមើលទៅតែនិយាយមិនទាន់ផុតមកបងប្អូនគាត់ឲ្យយកឡានយកអីចេញអស់តែចុងក្រោយមកឲ្យចំលៀសពលករចេញពីក្នុងអគារតែចំលៀសមិនទាន់បានគ្រប់គ្នាផងស្រាប់តែអគារបាក់រលំទាំងស្រុងមកតែម្ដងអញ្ចឹងរូបភាពនេះគឺមុនការកើតហេតុបងប្អូនប្រជាជនថៃនឹងគាត់បានថតនៅពីខាងក្រៅអគារបងប្អូនថតឲ្យមើលទៅឃើញជាក់ស្ដែងតែម្ដងគឺខេនលើករបស់របរហ្នឹងគឺវាយោទៅឆ្វេងយោទៅស្ដាំគាត់បានបញ្ជាក់ដែរថាប្រហែលជាបាក់រលំមកមែនតើហើយតែនិយាយមិនទាន់ផុតមាត់ផងគឺមកស្រឹបតែម្ដងបងគឺមកដូចអត់មានជាប់គ្នាអីសោះគឺស្រឹបមកតែម្ដងតែគួរឲ្យអាណិតថាបងប្អូនពលករឬក៏កម្មករមិនថាបងប្អូនកម្មករពលករខ្មែរពលករភូមាពលករឡាវទេគាត់នៅក្នុងអាគារហ្នឹងគឺមិនដឹងជាមិនមកទេបងប្អូនដូច្នេះហើយនេះគឺជាហេតុការណ៍មួយដែលធ្វើឲ្យយើង